ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ឃើញកងដឹងថាក្រមសហព័ន្ធយុវជនពូជាការពារយុទ្ធធម៌របស់ខ្ញុំគឺដឹងថាយកទៅធ្វើអីទេបាទរូបភាពនេះបាទនេះគឺជាការដែលទិញបង្កងនិងបន្លែស្រស់ដើម្បីធ្វើអាហារជូនកងទ័ពនៅតំបន់ជីដែនបាទនេះគឺជាផ្សារអគ្គនៅទីក្រុងប៉ោយប៉ែតរបស់យើងបងប្អូនបាទបងប្អូនអើយផ្សារប៉ោយប៉ែតនេះគឺមានមនុស្សច្រើនមែនទែនបាទចរាចរណ៍ចង្អៀតមែនទែនពុកម៉ែបងប្អូនបាទហើយលក់ដាច់អាជីវករច្រើនបាទហើយអ្នកទិញក៏ច្រើនដែរហើយខ្ញុំសួរអ្នកលក់ទៅគឺអត់មានបញ្ហាទេពួកគាត់អត់មានភ្ញាក់ផ្អើលទេពុកម៉ែបងប្អូនដោយសារពួកគាត់នេះមានអារម្មណ៍ថាធម្មតាបាទមិនដូចយើងនៅឆ្ងាយបាទចំពោះអ្នកនៅស្រុកឆ្ងាយបាទអាចមានការភ័យខ្លាចបើចំពោះពួកគាត់គាត់ថាស្រុកទេសមានសន្តិភាពគាត់តែមានបញ្ហាកើតឡើងប៉ុណ្ណេះពួកគាត់អាចរស់នៅបានបាទហើយពួកគាត់បាននិយាយថែមទៀតថាការជំនាន់កូវីដពិបាកជាងទៀតប៉ុន្តែពួកគាត់រស់នៅបានធម្មតាបាទនេះជាការទិញគ្រឿងទេសរបស់មេចុងភៅរបស់ខ្ញុំបាទហើយខ្ញុំក៏មកគិតលុយគិតកាក់ដើម្បីយកអីវ៉ាហ្នឹងដើម្បីដាក់ចូលក្នុងឡានបងប្អូនបាទហើយឥឡូវនេះយើងចប់យើងមកទិញបន្លែម្ដងបាទបន្លែស្រស់នៅប៉ោយប៉ែតសម្បូរបងប្អូនអូយច្រើនមែនទែនបាទការទិញរបស់យើងក៏បានបញ្ចប់ដែរឥឡូវនេះយើងធ្វើដំណើរទៅរថយន្តរបស់យើងទៅកន្លែងគេងបាទស្នាក់នៅដើម្បីព្រលឹមឡើងយើងយកកម្លាំងបាទធ្វើម្ហូបអាហារជូនដល់កងទ័ពរបស់យើងនៅព្រំប្រទល់ដែនរបស់យើងបាទសូមអរគុណ